ជំរាបសួរអ្នកទាំងគ្នានេះជាវីដេអូថ្មីទៅខេត្តកោះកុងទៅលេងភ្នំស្ទឹងពពកនិងភ្នំតបជាដំបូងយើងត្រូវធ្វើដំណើរតាមផ្លូវលបឿនលឿនទៅកាន់ខេត្តកោះកុងចុះតាមច្រកកំពង់សិលាហើយបន្ទាប់មកយើងដល់ផ្សារស្រែអំបិលទិញគ្រឿងសមុទ្រហើយនឹងហូបបន្លែសម្រាប់ធ្វើអាហារពេលល្ងាចបន្ទាប់យើងទិញមកហូបហើយអស់ហើយយើងក៏បន្តដំណើរទៅកាន់កន្លែងស្នាក់នៅរបស់យើងនៅភូមិទឹកស្រែជាងយើងមកដល់ផ្ទះលំហែនេះហើយយើងក៏បានរៀបចំអីវ៉ាន់ហើយថ្ងៃបន្តិចយើងក៏រៀបចំតាណាទៅលេងទឹកធ្លាក់ស្ទឹងបរូនៅក្បែរនឹងដែរបាទបន្ទាប់ពីលេងហើយយើងត្រឡប់មកកន្លែងស្នាក់នៅយើងវិញរៀបចំផ្លាកអាវហើយយើងបន្តជិះទូកកាយ៉ាវិញម្ដងអញ្ចឹងយើងគេងនៅហ្នឹងទូកកាយ៉ាយើងជិះ free បន្ទាប់ពីជិះហើយយើងក៏រៀបចំលាងសាច់អីរៀងម្ហូបសម្រាប់ហាត់ពេលល្ងាចនេះតនេដែរក៏អង្គុយជួយអាំងសាច់បងបាទខ្វល់តែអង្គុយអាំងក៏ស្រក់ទឹកមាត់ដែរបាទមើលទៅតំណងខ្លាំងទេសភាពបលំឡើងគឺអាប់ពេញលើដងព្រែកនេះហ្មងណាអញ្ចឹង fresh ហ្មងណាចឹងអង្គុយចាំគេផ្លាកអាវផ្លាកអីហើយរៀបចំបន្តដំណើរទៅលេងភ្នំស្ទឹងពពកអញ្ចឹងកន្លែងស្ទឹងពពកនេះយើងធ្វើការជួលម៉ូតូមកម៉ូតូ30000រៀលយើងមកជិះបានគ្នា2នាក់mà chỉ là phơi thì ăn cho này hay là phơi đây là bên tận này hay phơi cái nơi số ăn chơi này យើងមកដល់លើភ្នំស្ទឹងពពកហើយតែពពកទេដោយសារយើងមករៀងថ្ងៃតើយើងមកពីព្រលឹមបានមានពពកនៅលើនេះក៏មានតង់សម្រាប់ជួលផងដែរបើបងប្អូនអត់មានតង់អាចជួលតង់នៅទីនេះបានតមកយើងបន្តដំណើរជិះទូកទៅលេងទឹកធ្លាក់នៅលើភ្នំតបជាដែលក្នុងម្នាក់គេគិត20000រៀលជិះបានពាក់ប្រហែលពាក់កណ្ដាលក៏បានពូចូលកន្លែងដែលមានសារ៉ាយភ្នំ thì mở tới sáng rồi
បន្ទាប់មកយើងក៏ធ្វើដំណើរទៅកាន់ទឹកធ្លាក់អូដីខ្សាច់យើងអញ្ចឹងយើងមកដល់ទឹកធ្លាក់នេះហើយបាទខោចូលដំបងគឺមើលទៅស្អាតហ្មងអញ្ចឹងយើងត្រូវធ្វើការដើរចូលព្រៃនេះប្រហែលជា10-20 ម៉ែត្រទេដល់ទឹកជ្រោះហ្នឹងឯងទឹកខ្លាឆ្វងមើលឃើញកូនត្រីច្បាស់អញ្ចឹងយើងបន្តធ្វើដំណើរទៅកាន់ទឹកជ្រោះមួយទៀតដែលនៅជិតគ្នានឹងដែរបាទមានឈ្មោះថាទឹកធ្លាក់ចន្ទាថ្មអញ្ចឹងយើងចុះដើរទៅកាន់ទឹកធ្លាក់នឹង4-5 ម៉ែត្រទៅដល់ចឹងយើងលេងបានតែផ្លេតទេភាសាទឹកនៅទីនេះវារៀងខ្លាំងដែរភាសាមិនរៀងឡំតិចយើងធ្វើដំណើរត្រឡប់ទៅវិញហើយក៏ជីទៅមានមេឃភ្លៀងផងដែរម្នាក់ទៅជាលគីអស់ហើយយើងមកដល់កន្លែងចំណតវិញក៏ឆ្លៀតចូលទៅនប់វិរិយអគ្គិសនីនេះបន្តិចហើយក៏បន្តដំណើរចុះពីលើភ្នំទៅកន្លែងយើងស្នាក់នៅវិញចឹងយើងដល់កន្លែងស្នាក់នៅយើងហើយយើងរៀបចំផ្លាស់កៅអៅញ៉ាំបាយអីត្រឡប់មកភ្នំពេញវិញចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនា